Ok, trong nhà tạo cái ngày nó như là cho video thay vì tiết để tông vì ca review background នៅក្នុងវីដេអូអញ្ចឹងពីរបៀបនៃការលុប background ចេញពីខាងក្រោយរូបភាពដែលអ្នកទាំងអស់គ្នាតែងតែឃើញសារព័ត៌មានគាត់និយាយហើយមានវីដេអូនៅពីខាងក្រោយគាត់ណាអញ្ចឹងថ្ងៃនេះខ្ញុំនឹងអ្នកបរៀនអ្នកទាំងអស់គ្នាតាក់ទងអំពីការ review background ហ្នឹងអញ្ចឹងឥឡូវនេះគឺជាវីដេអូដែលខ្ញុំ add ចូលអ្នកទាំងអស់គ្នាបាទចឹងឥឡូវខ្ញុំចាប់ផ្ដើម add វីដេអូរូបរបស់ខ្ញុំដែលខ្ញុំត្រូវដាក់ចូលមកហើយខ្ញុំ remove background នឹងចេញនេះជាផ្ទាំងវីដេអូរូបរបស់ខ្ញុំហ្នឹងចឹងយើងដាក់កន្លែងមិញ overlay មិញណាបន្ទាប់មកយើងហៅកន្លែងវិធី remove background ចេញដើម្បីកុំឲ្យវាធ្វើវីដេអូផ្ទាំងពីខាងក្រោយនេះវាជាន់គ្នាហ្នឹងហើយអញ្ចឹងឥឡូវយើងរានមកវាមកមួយសារទៀតណាអូខេយើងមិនរានមកឃើញអញ្ចឹងត្រូវអត់ខ្ញុំដកសលេងវាចេញសិនព្រោះខ្ញុំវាលឺសលេងយើង scroll មកកន្លែង remove VG ហ្នឹងហើយយើងចុចពីលើហ្នឹងមកបន្ទាប់មក auto remove ហើយយើងចុច like restore ហ្នឹងទៅចុច remove ទៅវាចេះ remove វាបាត់ហើយអ្នកនរឃើញអញ្ចឹងមានន័យថាអ្នកដែលគេធ្វើសារព័ត៌មានគេនិយាយអីនឹងគេដាក់វីដេអូពីក្រោយហ្នឹងគឺរបៀបគេធ្វើអញ្ចឹងឥឡូវខ្ញុំបានវាមកភាសាទៀតអូខេអញ្ចឹងនៅពេលដែលយើងរានហើយអ្នកនរគ្នាអាចនិយាយអ្វីដែលវីដេអូអ្នកនរគ្នាចង់បង្ហាញហ្នឹងយើងអាចនិយាយបានអញ្ចឹងទៅចឹងឥឡូវខ្ញុំហៅកន្លែងដាក់ស្រូបសិនអាពណ៌សដែលអ្នកនរគ្នាឆ្នាំតែឃើញនៅពីក្រោយនេះគេហ្នឹងចឹងយើងចូលកន្លែងច្រំ custom ចូលកន្លែង custom ចូលកន្លែងស្រូបនោះនេះយើងយកពណ៌មកវាលក្ខណៈអញ្ចឹងអ្នកនរគ្នាចង់បានពណ៌សក៏បានចង់ដាក់ពណ៌ក្រហមពណ៌លឿងអីក៏បានដែរវាចេញមកអញ្ចឹងខ្ញុំដាក់ពណ៌លឿងអញ្ចឹងយើងរានវាមើលពេលដែលវារានមកវាចេញអញ្ចឹងចឹងអ្នកនរគ្នាចង់ review វីដេអូអីអ្នកនរគ្នាធ្វើរបៀបអញ្ចឹងមកហើយនេះគឺជា animation អ្នកនរគ្នាចង់ដាក់ animation មិនក៏បានដែរចឹងខ្ញុំ select ខ្ញុំរានភាសាទៀតគេឃើញវាចេញ animation មកអញ្ចឹងអ្នកនរគ្នា set animation ឥឡូវខ្ញុំកាត់វាជា2សិនតោះមកខ្ញុំយក animation មកវីដេអូមួយទៀតចឹងខ្ញុំធ្វើតាមអ្វីដែលខ្ញុំចង់បានមកហើយយើងរានមកចឹងដំបូងមិន animation មួយតោះមកចេញ animation មួយទៀតដោយសារយើងកាត់វា2កន្លែងបាទអូខេចឹងយើងរានវាចុះឡើងចឹងមកចឹងវិធីនៃការកាត់វីដេអូហ្នឹងគឺលក្ខណៈអញ្ចឹងអ្នកនរគ្នានៅពេលដែលអ្នកនរគ្នាចង់ remove background ពីខាងក្រោយគឺយើងយកអញ្ចឹងនេះ animation ដែលខ្ញុំចង់បានអញ្ចឹងខ្ញុំចង់ធ្វើ style តាមចិត្តរបស់យើងយើងចង់ធ្វើមិនយើងចេញ animation យើងដូរអញ្ចឹងខ្ញុំចេញឡើង animation ហើយដូរទៅវា load រូបឆឹបអីចឹងទៅវាស្អាតវាឃើញស្អាតអ្នកនរគ្នាឃើញស្អាតយើងយកទៅអូខេឥឡូវចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកនរគ្នាសម្រាប់ការតាមដានចំពោះវីដេអូខ្ញុំខ្ញុំជួយ subscribe ផង